ចឹងនេះគឺជាសម្រស់ត្រីកយឬក៏អ្នកខ្លះហៅត្រីខយដែលនៅទាំងនេះវាសម្បូរច្រើនមែនតើសិនជាមានចំណីមកបោះឲ្យវាគូវាមកជុំគ្នាច្រើនខ្លាំងមែនតើខ្ញុំមិនដែលឃើញត្រីណាដែលវាផ្ដុំគ្នាច្រើនអញ្ចឹងណាគឺមានទីតាំងនៅតំបន់អភិរក្សសួនសត្វមង្គលធីនេះឯងក៏ផ្ដុំគ្នាឡើងក៏កុញឡើងនេះបើសិនជាមានចំណីបាចគឺល្អមើលមែនតើស្អាតខ្លាំងវាហែលជាវងជុំដូចទឹកគួចទឹកអាឡុកណាណែវារៀបដូចជារៀបជាក្បួនអីមួយអញ្ចឹងណាវារៀបជាក្បួនអីមួយឡើងស្អាតនេះអូស្អាតណែឡើងប្លែកហ្មងអូឡើងប្លែកសាហាវគឺវារៀបជាក្បួនអីមួយដូចជារង្វង់មូលមិញណាវាស្អាតមែនតើទីតាំងនេះគេកន្លែងគេមើលត្រីបោះចំណីត្រីនៅសួនសត្វមង្គលធី